នៅក្បែរមនុស្សបែបណាអ្នកនឹងក្លាយជាមនុស្សបែបនោះដែរជ្រើសរើសការនៅជាមួយនឹងបរិយាកាសល្អនោះជីវិតរបស់អ្នកនឹងដើរទៅមុខលឿនជាងអ្វីដែលអ្នកគិតទៅទៀតស្វាគមន៍មកកាន់បុណ្យ Mindset Channel តើអ្នកធ្លាប់មានអារម្មណ៍ថាខ្លួនឯងមានសមត្ថភាពប៉ុន្តែមិនដែលឈានដល់ការសម្រេចគោលដៅដែរឬទេទោះបីជាអ្នកមានគោលដៅច្បាស់លាស់ក៏ដោយក៏វារត់ចេញពីអ្នកយ៉ាងលឿនបន្ទាប់ពីនៅជាមួយអ្នកបានមួយរយៈអ្នកចង់ផ្លាស់ប្ដូរជីវិតរបស់អ្នកប៉ុន្តែបញ្ចប់ដោយការដើរជារង្វង់វិលវល់ចុះឡើងហេតុអ្វីបានជាមនុស្សមួយចំនួនរីកចម្រើនយ៉ាងឆាប់រហ័សខណៈពេលដែលអ្នកផ្សេងទៀតជាប់គាំងនៅកន្លែងដដែលមិនថាពួកគេល្អប៉ុណ្ណាចម្លើយគឺបរិស្ថាននៅជុំវិញខ្លួនពួកគេនោះឯងមិនថាអ្នកជានរណាអ្នកធ្វើអ្វីឬគោលដៅរបស់អ្នកជាអ្វីនោះទេមនុស្សនៅជុំវិញអ្នកតែងតែមានឥទ្ធិពលមកលើអ្នកប្រសិនបើអ្នកនៅជាមួយមនុស្សដែលតែងតែនិយាយថាវាពិបាកអ្នកនឹងមានអារម្មណ៍ថាវាពិតជាពិបាកណាស់ប៉ុន្តែប្រសិនបើអ្នកនៅជាមួយមនុស្សដែលតែងតែស្វែងរកឱកាសនោះអ្នកនឹងចាប់ផ្ដើមឃើញឱកាសថ្មីៗចូលមករកអ្នកហើយប្រសិនបើអ្នកនៅជាមួយមនុស្សដែលហ៊ានធ្វើវាអ្នកនឹងហ៊ានសាកល្បងអ្វីដែលថ្មីកាន់តែច្រើនបរិស្ថានមិនគ្រាន់តែជាកន្លែងដែលអ្នករស់នៅនោះទេប៉ុន្តែអ្នកគ្រប់គ្នាដែលអ្នកនិយាយជាមួយរាល់ថ្ងៃនៅជុំវិញអ្នករាល់ថ្ងៃក៏ជាបរិស្ថានដែរប្រសិនបើអ្នកផ្លាស់ប្ដូរមនុស្សជុំវិញអ្នកដែលអ្នកបាននៅក្បែរនោះមានន័យថាអ្នកនឹងផ្លាស់ប្ដូររបៀបគិតរបស់អ្នកហើយអ្នកនឹងផ្លាស់ប្ដូរជីវិតរបស់អ្នកផងដែរអ្នកខ្លះថាជំនួញពិបាកមានតែអ្នកមានទេដែលអាចធ្វើវាបានអ្នកត្រូវតែមានទំនាក់ទំនងច្រើនបើមិនដូច្នេះទេវាច្បាស់ជាពិតដូចអ្វីដែលអ្នកធ្លាប់បានឬនោះឯងបើអ្នកធ្លាប់ពីរឿងបែបនេះគ្រប់ពេលវាមិនចម្លែកទេដែលអ្នកយល់ថាអាជីវកម្មនៅឆ្ងាយព្រោះតាំងពីកុមារភាពមកយើងធំឡើងក្នុងសង្គមដែលឲ្យតម្លៃលើការខិតខំសិក្សានិងស្វែងរកការងារដែលមានស្ថិរភាពជាងការចាប់ផ្ដើមធ្វើអាជីវកម្មផ្ទាល់ខ្លួនឪពុកម្ដាយខ្លះអាចប្រាប់កូនឲ្យខិតខំរៀនសូត្រដើម្បីឲ្យកូនរបស់គាត់នឹងមានការងារល្អហើយមិនត្រូវប្រថុយប្រថានដូចអ្នករកស៊ីនោះទេឬគ្រូអាចបន្ថែមថាប្រសិនបើអ្នកទទួលបានពិន្ទុល្អអនាគតរបស់អ្នកប្រាកដជាល្អដែរបើរៀនមិនពូកែទៅរកស៊ីអីកើតទៅមនុស្សនៅជុំវិញអ្នកតែងតែនិយាយថាធ្វើការធម្មតាគឺមានសុវត្ថិភាពជាងហើយអ្នកមិនចាំបាច់ព្រួយបារម្ភថាតើអ្នកអាចលក់របស់របរបានឬអត់នោះទេបើស្តាប់រាល់ថ្ងៃវានឹងជ្រាបចូលទៅក្នុងខួរក្បាលដោយមិនដឹងខ្លួនរហូតដល់អ្នកគិតថាអាជីវកម្មនៅឆ្ងាយហើយមានការប្រថុយប្រថានខ្លាំងណាស់ហើយមានតែអ្នកមានទេទើបអាចធ្វើវាបានការពិតអាជីវកម្មអាចនៅជិតជាងអ្វីដែលអ្នកបានគិតទៅទៀតអ្នកគ្រាន់តែត្រូវផ្លាស់ប្ដូររបៀបដែលអ្នកមើលវាមនុស្សជាច្រើនបន្ទាប់ពីបញ្ចប់ការសិក្សានិងចូលបម្រើការងារត្រូវជាប់គាំងនឹងលំនាំចាស់ដែរដូចគ្នាដែលត្រូវក្រោកពីព្រលឹមទៅធ្វើការត្រឡប់មកផ្ទះលេងទូរស័ព្ទនិងងុយគេងហើយចូលគេងបន្ទាប់មកក្រោកពីគេងហើយទៅធ្វើការម្ដងទៀតនៅពេលព្រឹកបន្ទាប់ពេលទទួលបានប្រាក់ខែសប្បាយចិត្តហើយចាយវាទុកតែបន្តិចបន្តួចចុងក្រោយចាំបើកប្រាក់ខែក្រោយបន្តទៀតកុំធ្វើជំនួញខ្ញុំមិនដឹងថាត្រូវចាប់ផ្ដើមដោយរបៀបណាទេព្រោះគ្មានអ្នកនៅជុំវិញខ្លួនខ្ញុំបង្ហាញពីរបៀបធ្វើជំនួញជាគំរូដល់ខ្ញុំនោះទេពេលខ្ញុំខំស្វែងរកចំណេះដឹងពីមុខជំនួញខ្ញុំជួបមនុស្សដែលប្រាប់ខ្ញុំថាកុំធ្វើវាអីព្រោះវាប្រថុយប្រថានខ្លាំងណាស់ឃើញទេមនុស្សជាច្រើនបានបរាជ័យវាជាការប្រសើរក្នុងការធ្វើជាបុគ្គលិកឲ្យគេវាមានផាសុកភាពនិងសុវត្ថិភាពជាងនកមិនចាំបាច់ឈឺក្បាលទេហើយនៅពេលដែលយើងស្ដាប់វាកាន់តែច្រើនយើងចាប់ផ្ដើមភ័យខ្លាចចុះបើយើងបរាជ័យចុះបើយើងចាញ់ចុះបើគ្មានអ្នកណាទិញរបស់ពួកយើងហើយចុងក្រោយគឺយើងជ្រើសរើសនៅកន្លែងដដែលយើងនៅជ្រើសរើសការស្រណុកសុខស្រួលរយៈពេលខ្លីហើយត្រឡប់ទៅរស់នៅក្នុងរង្វង់ដូចកាលពីមុនទោះបីជាលងជ្រៅទៅក៏ដោយក៏យើងគ្មានអារម្មណ៍ថាចង់ផ្លាស់ប្ដូរដែរតែបើថ្ងៃណាមួយអ្នកព្យាយាមបើកភ្នែកហើយក្រឡេកទៅមើលឬចៃដន្យឲ្យបានអានបទសម្ភាសន៍របស់ម្ចាស់អាជីវកម្មដែលចាប់ផ្ដើមពីដំបូងឬប្រហែលជាស្ដាប់ podcast និយាយអំពីរបៀបចាប់ផ្ដើមអាជីវកម្មដោយមិនចំណាយលុយច្រើនឬគ្រាន់តែបានជួបមិត្តភ័ក្តិដែលធ្លាប់ធ្វើជាបុគ្គលិកប៉ុន្តែឥឡូវនេះពួកគេបានឈប់ទៅចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួនហើយកំពុងធ្វើបានយកអៀងល្អអ្នកប្រហែលជាចាប់ផ្ដើមឆ្ងល់ថាហេតុអ្វីបានជាអ្នកខ្លះចាប់ផ្ដើមពីលេខ0ឲ្យបានហើយពួកគេរីកចម្រើនទៅមុខធ្វើអាជីវកម្មនោះពិបាកឬពេលនោះអ្នកនឹងចាប់ផ្ដើមទទួលយកអ្វីដែលថ្មីផ្លាស់ប្ដូរទស្សនៈរបស់អ្នកពីខ្លាចអាជីវកម្មជារបស់ដែលនៅឆ្ងាយមកជាចង់ដឹងបន្ថែមអ្នកចាប់ផ្ដើមអានសៀវភៅអំពីមនុស្សដែលជោគជ័យមើលវីដេអូសម្ភាសន៍របស់ម្ចាស់អាជីវកម្មដែលបរាជ័យនិងទទួលបានភាពជោគជ័យមកវិញ
ហើយចូលរួមក្រុមដែលពោពេញដោយអ្នកចាប់ផ្ដើម Startup ដំបូងអ្នកនឹងចាប់ផ្ដើមឬពាក្យដែលខុសពីអ្វីដែលអ្នកតែងទៅពីមុនតាមពិតអ្នកអាចចាប់ផ្ដើមពីចំណុចតូចអាជីវកម្មមិនត្រូវបានវាស់ស្ទង់ដោយលុយវិនិយោគនោះទេប៉ុន្តែដោយគំនិតនិងវិធីសាស្ត្រក្នុងការគិតការបរាជ័យនិងការងើបឡើងវិញត្រូវបានចាត់ទុកថាជារឿងធម្មតាស្រមៃមើលថាតើអ្នកស្ថិតនៅក្នុងក្រុមមនុស្សដែលធ្វើជំនួញហើយជោគជ័យអ្នកនឹងឃើញថាជោគជ័យគឺជាអ្វីដែលអាចកើតឡើងបានយ៉ាងពិតប្រាកដប្រសិនបើអ្នកស្ថិតក្នុងក្រុមមនុស្សដែលធ្វើអាជីវកម្មដែលមានផ្នត់គំនិតយូរអង្វែងអ្នកនឹងយល់ថាការបរាជ័យមិនមែនជាទីបញ្ចប់នោះទេប៉ុន្តែវាគឺជារឿងធម្មតាសម្រាប់អ្នកដែលមានការអភិវឌ្ឍខ្លួនធំឡើងប្រសិនបើអ្នកស្ថិតនៅក្នុងក្រុមមនុស្សដែលផ្ដោតលើការបង្កើតតម្លៃសម្រាប់អតិថិជនមិនមែនគ្រាន់តែប្រកួតប្រជែងលើតែថ្លៃនោះទេអ្នកនឹងដឹងថានៅតែមានអតិថិជនដែលត្រៀមខ្លួនបង់ប្រាក់បន្ថែមទៀតប្រសិនបើអ្នកមានអ្វីប្លែកៗសម្រាប់ពួកគាត់អ្នកនឹងឈប់ភ័យខ្លាចហើយឈប់គិតថាអាជីវកម្មគឺសម្រាប់តែអ្នកមានព្រោះអ្នកបានឃើញផ្ទាល់ភ្នែកថាមនុស្សដែលជោគជ័យមិនមែនដោយសារសំណាងនោះទេប៉ុន្តែដោយសារតែពួកគេជ្រើសរើសសង្គមដែលជួយពួកគេឲ្យរីកចម្រើនអ្នកអាចផ្លាស់ប្ដូរជីវិតរបស់អ្នកប្រសិនបើអ្នកជ្រើសរើសនៅក្នុងក្រុមត្រឹមត្រូវអាជីវកម្មមិនមែនជារឿងឆ្ងាយហួសពីដៃទៀតនោះទេអ្នកអាចឈោងចាប់វាបានវាគឺជាអ្វីដែលមនុស្សហ៊ានបើកភ្នែកហើយជ្រើសរើសសង្គមដែលនាំពួកគេឆ្ពោះទៅមុខផ្លាស់ប្ដូរសង្គមផ្លាស់ប្ដូរទស្សនៈរបស់អ្នកនិងផ្លាស់ប្ដូរជីវិតរបស់អ្នក6 ខែទៅ1ឆ្នាំបើឈប់គ្រប់កន្លែងជីវិតអ្នកមិនដូចគ្នាទេអ្នកមានសក្តានុពលច្រើនជាងការគិតប៉ុន្តែអ្នកត្រូវតែនៅកន្លែងដែលអាចធ្វើឲ្យវាកើតឡើងពីគ្មានអ្វីសោះហើយអាចមាន1 លានដំបូងហើយបន្ទាប់មក10 លានហើយជីវិតរបស់អ្នកនឹងផ្លាស់ប្ដូរជារៀងរហូតបើអ្នកធ្លាប់ជឿថាអាជីវកម្មសម្រាប់អ្នកមានឬអ្នកត្រូវការដើមទុនចាប់ផ្ដើមខ្ញុំប្រាប់អ្នកថាវាមិនពិតនោះទេរួមមានមនុស្សច្រើនណាស់ដែលចាប់ផ្ដើមពីលេខ0មិនមានទំនាក់ទំនងគ្មានដើមទុនច្រើនគ្មានអ្នកផ្គត់ផ្គង់ប៉ុន្តែចុងក្រោយពួកគេបង្កើតអាជីវកម្មផ្ទាល់ខ្លួននិងរីកចម្រើនរឿងមួយដែលធ្វើឲ្យពួកគេផ្លាស់ប្ដូរពី0ទៅ1 លានឬ10 លានដំបូងគឺសង្គមដែលពួកគេរស់នៅនិងគំនិតដែលពួកគេបានស្រូបយកដូច្នេះតើអ្នកចាប់ផ្ដើមពី0ឲ្យត្រូវគិតយ៉ាងណាស្រមៃមើលមនុស្សដំបូងដែលធ្វើការហើយសន្សំប្រាក់បាន$500ក្នុងមួយខែហើយមានបំណងសន្សំលុយរយៈពេល5 ឆ្នាំដើម្បីបើកហាងអ្នកទី2ចាប់ផ្ដើមលក់តាមអ៊ីនធឺណិតពីប្រាក់ខែ$0ពេលខ្លះលក់ខុសពេលខ្លះលក់ត្រូវតែរៀនគ្រប់ពេល5 ឆ្នាំក្រោយមកអ្នកទី1សន្សំលុយបានតែមិនហ៊ានឈប់ព្រោះខ្លាចអស់លុយអ្នកទី2ប្រហែលជាបរាជ័យច្រើនដងហើយប៉ុន្តែឥឡូវគេមានចំណូលរាប់ពាន់$ក្នុងមួយខែនេះជាចំណុចរបត់ដែលធ្វើឲ្យអ្នកដែលចាប់ផ្ដើមថ្ងៃនេះរីកចម្រើនលឿនជាងអ្នកដែលរងចាំត្រៀមខ្លួនតែមិនព្រមឈានជើងចាប់ផ្ដើមធ្វើវាប្រសិនបើអ្នកនៅជុំវិញលួនរបស់អ្នកជាមួយនឹងសង្គមដែលត្រៀមខ្លួនរួចជាស្រេចដើម្បីគ្រប់គ្រងអ្នកវានឹងបង្កើនល្បឿនរីកចម្រើនរបស់អ្នករហូតដល់10ត្រឹមត្រូវហើយប្រសិនបើអ្នកនៅក្នុងសង្គមដែលមនុស្សគ្រប់គ្នាមើលឃើញថាអាជីវកម្មជាអ្វីដែលនៅឆ្ងាយអ្នកនឹងមានអារម្មណ៍ថាវាពិតជាពិបាកណាស់ប៉ុន្តែប្រសិនបើអ្នកនៅក្នុងសង្គមដែលមនុស្សគ្រប់គ្នាកំពុងធ្វើវាអ្នកនឹងចាប់ផ្ដើមឃើញថាអូវាពិតជាមានវិធីអាចធ្វើវាបានជាឧទាហរណ៍ប្រសិនបើមិត្តរបស់អ្នកគ្រាន់តែត្អូញត្អែអំពីសេដ្ឋកិច្ចមិនល្អអ្នកនឹងមានអារម្មណ៍អស់សង្ឃឹមប៉ុន្តែប្រសិនបើមិត្តភ័ក្តិរបស់អ្នកតែងតែវែងរកឱកាសថ្មីនោះអ្នកនឹងចាប់ផ្ដើមស្វែងរកឱកាសថ្មីផងដែរហើយនេះជាហេតុផលដែលសង្គមប៉ះពាល់ដល់ភាពជោគជ័យរបស់អ្នកដូច្នេះតើអ្នកអាចទៅពី0ឲ្យទៅមាន1 លានដំបូងរបស់អ្នកដោយរបៀបណាចំណុចទី1ដំបូងចាប់ផ្ដើមជាមួយរឿងតូចបំផុតយើងមិនចាំបាច់មានដើមទុន$2,000ឬ$20,000នោះទេតែយើងត្រូវតែគិតដូចអ្នកមានពោលគឺចាប់ផ្ដើមពីឱកាសនៅចំពោះមុខយើងចំណុចទី2គឺរៀនពីមនុស្សដែលជោគជ័យកុំសួរអ្នកដែលមិនធ្លាប់រកស៊ីថាតើធ្វើដូចម្តេចទើបអាជីវកម្មល្អហើយរីកចម្រើនសួរអ្នកដែលបានធ្វើវាហើយកំពុងបន្តនៅធ្វើវាចំណុចទី3ជួបប្រទះបញ្ហាឲ្យបានឆាប់តាមដែលអាចធ្វើទៅបានអ្នកចាប់ផ្ដើមរីកចម្រើននិងរឹងមាំបានលឿនជាងមុនអ្នកនឹងជួបប្រទះឧបសគ្គនិងអភិវឌ្ឍកាន់តែលឿននិងឆាប់រហ័សចំណុចទី4បង្កើតលំហូរសាច់ប្រាក់មុនពេលរកប្រាក់ចំណេញរកវិធីរកលុយជាបន្តបន្ទាប់គិតអំពីប្រាក់ចំណេញខ្ពស់ចំណុចទី5ពង្រីកនិងអភិវឌ្ឍពីរាប់ពាន់ដល់រាប់ម៉ឺនពីរាប់រយរាប់ពាន់ទៅរាប់លានអ្នកត្រូវតែគិតពីរបៀបពង្រីកវាឲ្យកាន់តែច្រើនឡើងថែមទៀតតែបើអ្នកមាន1 លានរួចហើយត្រូវគិតថាតើត្រូវពង្រីកដល់10 លានទៀតដោយរបៀបណារឿងដំបូងគឺឈប់ធ្វើអ្វីគ្រប់យ៉ាងតែម្នាក់ឯងស្វែងរកក្រុមស្វែងរកដៃគូឬស្វែងរកប្រព័ន្ធដែលជួយអ្នកឲ្យរីកចម្រើន
ហើយរឿងបន្ទាប់ទៀតគឺការកសាងម៉ាកយីហោដ៏រឹងមាំកុំប្រកួតប្រជែងតែលើតម្លៃអ្នកត្រូវតែធ្វើឲ្យអតិថិជនជ្រើសរើសអ្នកដោយសារតែតម្លៃរបស់អ្នកមិនមែនដោយសារតែអ្នកថោកជាងគេនោះទេត្រូវចាំថាពេលវេលាមានតម្លៃជាងលុយជ្រើសរើសសង្គមដែលល្អជាងមុននៅក្បែរបរិស្ថានដែលល្អនាំអ្នកកាន់តែរីកចម្រើនអ្នកនឹងយល់ពីហ្គេមថ្មីកាន់តែច្រើននិងមិនខ្លាចការផ្លាស់ប្ដូរអាជីវកម្មនីមួយៗមានការឡើងចុះជារឿងធម្មតាអ្នកដែលរស់រានមានជីវិតគឺជាអ្នកដែលសម្របខ្លួនបានលឿនជាងអ្នកដទៃតើអ្នកធ្លាប់កត់សម្គាល់ថាហេតុអ្វីបានជាមនុស្សមួយចំនួនធ្វើអាជីវកម្មអស់រយៈពេល10ឆ្នាំមកហើយជាច្រើនឆ្នាំមកហើយពួកគាត់នៅតែនៅកន្លែងដដែលខណៈខ្លះត្រូវការពេល2 3ឆ្នាំដើម្បីរីកចម្រើនភាពខុសគ្នាចម្បងគឺមិនមែនគ្រាន់តែអំពីដើមទុនឬការឧស្សាហ៍ព្យាយាមប៉ុណ្ណោះទេប៉ុន្តែថែមទាំងអំពីសង្គមឬបរិស្ថានជុំវិញដែលពួកគេរស់នៅនិងអ្វីដែលពួកគេប្រើប្រាស់ក្នុងខួរក្បាលរបស់ពួកគេជារៀងរាល់ថ្ងៃនោះគឺផ្នត់គំនិតមានមនុស្សមួយចំនួនតូចដែលខំរកស៊ីតែត្រូវជាប់គាំងនៅកន្លែងតែមួយដោយសារពួកគេប្រើប្រាស់របស់ដូចគ្នានៅក្នុងសង្គមដូចគ្នាដូចជាអ្នករកស៊ីតែស្ថិតក្នុងក្រុមដែលប្រកួតប្រជែងគ្នាដើម្បីកាត់បន្ថយតម្លៃគ្រប់នេះនឹងនិយាយដូចគ្នាថាក្នុងសេដ្ឋកិច្ចនេះគេត្រូវលក់ថោកបើមិនដូច្នេះទេគ្មានអ្នកណាទិញនោះទេអតិថិជនខ្វល់តែរបស់ថោកគ្មានអ្នកណាខ្វល់ពីគុណភាពនោះឡើយចំណេញតិចតែលក់បានច្រើនល្អជាងកុំគិតច្រើនពេកនៅពេលដែលអ្នកឲ្យថារាល់ថ្ងៃទីបំផុតអ្នកនឹងចាប់ផ្ដើមជឿថាវាត្រូវតែដូចនោះគ្មានអ្នកណាហ៊ានលក់ថ្លៃទេគ្មានអ្នកណាហ៊ានបង្កើតម៉ាកយីហោផ្ទាល់ខ្លួនទេមនុស្សគ្រប់រូបស្ថិតនៅក្នុងល្បែងដែលត្រូវប្រកួតប្រជែងដើម្បីកាត់បន្ថយតម្លៃហើយការរកស៊ីគឺមានភាពនឿយហត់និងទទួលបានផលចំណេញបើអ្នកគិតបែបនេះតើអាជីវកម្មរបស់អ្នកអាចរីកចម្រើនបានយ៉ាងដូចម្តេចទៅព្យាយាមគិតវិធីផ្សេងប្រសិនបើអ្នកស្ថិតនៅក្នុងក្រុមមនុស្សដែលលក់ថោកអាជីវកម្មរបស់អ្នកនឹងត្រូវប្រកួតប្រជែងលើតម្លៃប្រសិនបើអ្នកស្ថិតនៅក្នុងក្រុមមនុស្សដែលផ្ដោតលើការបង្កើតឡើងដោយគុណភាពឬគុណតម្លៃអាជីវកម្មរបស់អ្នកនឹងមានតម្រូវការសាកល្បងផ្លាស់ប្ដូរទៅសង្គមដែលលក់ដោយតម្លៃអ្នកនឹងឃើញថាមានអតិថិជនជាច្រើនដែលត្រៀមនឹងបង់ប្រាក់កាន់តែច្រើនប្រសិនបើអ្នកមានចំណុចលក់ខុសគ្នាមានអ្នករកស៊ីដោយមិនប្រកួតប្រជែងតម្លៃហើយនៅតែជោគជ័យមានមនុស្សបង្កើតម៉ាកយីហោផ្ទាល់ខ្លួនហើយធ្វើឲ្យអតិថិជនចង់ទិញដោយមិនបញ្ចុះតម្លៃពេលអ្នកនៅជាមួយមនុស្សប្រភេទនេះផ្នត់គំនិតរបស់អ្នកនឹងផ្លាស់ប្ដូរពីការគិតថាអ្នកត្រូវលក់ថោកមកធ្វើឲ្យអតិថិជនចង់បង់បន្ថែមឧទាហរណ៍មនុស្សនៅកន្លែងខុសនិងមនុស្សនៅគ្រប់ទីកន្លែងអ្នកដែលនៅកន្លែងខុសគឺអ្នកដែលធ្វើជំនួញហើយស្ថិតក្នុងក្រុមដែលប្រកួតប្រជែងតម្លៃពួកគេជឿថាការលក់ថោកបំផុតគឺជាវិធីតែមួយគត់ដើម្បីលក់ដាច់ឬលក់បានច្រើនពួកគេនឹងព្យាយាមកាត់បន្ថយការចំណាយនិងកាត់បន្ថយគុណភាពនៃផលិតផលដើម្បីធ្វើឲ្យវាមានតម្លៃថោកបំផុតទីបំផុតប្រាក់ចំណេញមានកម្រិតទាបដែលពួកគេមិនអាចបន្តបានចំណែកមនុស្សដែលស្ថិតនៅក្នុងទីតាំងត្រឹមត្រូវគឺស្ថិតក្នុងក្រុមដែលផ្ដោតលើការកសាងម៉ាកយីហោពួកគេជឿថាអតិថិជនជ្រើសរើសទិញដោយសារតែគុណតម្លៃមិនមែនត្រឹមតែតម្លៃនោះទេពួកគេស្វែងរកវិធីដើម្បីបង្កើនគុណតម្លៃនៃផលិតផលឲ្យមើលទៅមានគុណភាពនិងពិតជាស័ក្តិសមពួកគេនឹងអាចលក់បានក្នុងតម្លៃខ្ពស់និងទទួលបានអតិថិជនមានគុណភាពដូចគ្នាតែការនៅកន្លែងត្រឹមត្រូវប៉ះពាល់ដល់អាជីវកម្មកម្រិតណាសាកស្រមៃមើលរឿងនេះប្រសិនបើអ្នកស្ថិតក្នុងក្រុមអ្នកវិនិយោគអចលនទ្រព្យដែលពូកែគ្រប់គ្រងអចលនទ្រព្យអ្នកនឹងឃើញឱកាសរកលុយពីអចលនទ្រព្យដែលមនុស្សធម្មតាមើលមិនឃើញប្រសិនបើអ្នកស្ថិតនៅក្នុងក្រុមម្ចាស់ម៉ាកដែលផ្ដោតលើការលក់ផលិតផលដែលមានគុណភាពមានគុណតម្លៃហើយមានបុព្វលាភឬរង្វាន់លើកទឹកចិត្តអ្នកនឹងយល់ថាហេតុអ្វីបានជាម៉ាកយីហោខ្លះលក់ថ្លៃជាងប៉ុន្តែមនុស្សនៅតែប្រកួតប្រជែងដើម្បីទិញផលិតផលរបស់ពួកគេប្រសិនបើអ្នកនៅក្នុងក្រុមអ្នកជំនួញដែលផ្ដោតលើការបង្កើតប្រព័ន្ធនិងពង្រីកអាជីវកម្មរបស់ពួកគេអ្នកនឹងរៀនពីរបៀបដើម្បីពង្រីកអាជីវកម្មរបស់អ្នកដោយមិនចាំបាច់ធ្វើការខ្លាំងអ្វីគ្រប់យ៉ាងចាប់ផ្ដើមពីអ្នកថាតើអ្នកស្ថិតក្នុងក្រុមមួយណាហើយនេះគឺជាវិធីដើម្បីចេញពីវដ្តចាស់ឬទម្លាប់ចាស់ចំណុចទី1នោះគឺឈប់ប្រើប្រាស់របស់ដែលធ្វើឲ្យអ្នកជាប់គាំងនៅកន្លែងដដែលឈប់ស្ដាប់អ្នកដែលនិយាយថាក្នុងជំនួញត្រូវប្រកួតប្រជែងតម្លៃឈប់នៅក្នុងក្រុមដែលត្អូញត្អែថាសេដ្ឋកិច្ចអាក្រក់ហើយអ្វីដែលអ្នកធ្វើនឹងបរាជ័យចំណុចទី2ហ៊ុំព័ទ្ធខ្លួនអ្នកជាមួយនឹងមនុស្សថ្មីដែលធ្វើឲ្យអ្នកគិតបន្ថែមទៀតគិតភាពវិជ្ជមានមានផ្នត់គំនិតវិជ្ជមានមានការអភិវឌ្ឍរីកចម្រើនបន្ថែមចូលរួមជាមួយសហគមន៍អ្នកជំនួញដែលជោគជ័យឬអានរឿងរបស់មនុស្សដែលរីកចម្រើនក្នុងអាជីវកម្មដោយបង្កើតម៉ាកយីហោផ្ទាល់ខ្លួន
ចំណុចទី3ផ្លាស់ប្ដូររបៀបដែលអ្នកគិតអំពីអតិថិជនរបស់អ្នកអតិថិជនមិនតែងតែជ្រើសរើសទិញព្រោះវាថោកនោះទេប្រសិនបើអ្នកមានអ្វីប្លែកអតិថិជននឹងសុខចិត្តចំណាយកាន់តែច្រើនដើម្បីទទួលបានវាចំណុចទី4ធ្វើសកម្មភាពនិងសម្របខ្លួនទៅនឹងអ្នកដែលជោគជ័យព្យាយាមបង្កើតម៉ាកយីហោផ្ទាល់ខ្លួនរបស់អ្នកមិនមែនលក់តែតាម trend នោះទេស្វែងរកចំណុចខ្លាំងនៃផលិតផលឬសេវាកម្មរបស់អ្នកហើយធ្វើឲ្យវាក្លាយជាចំណុចលេចធ្លោតែមួយគត់ត្រូវចាំថាកុំឲ្យបរិយាកាសខុសរារាំងភាពជោគជ័យរបស់អ្នកគឺល្អរួចទៅហើយអ្នកគ្រាន់តែត្រូវនៅក្នុងកន្លែងដែលត្រឹមត្រូវនិងនៅលើផ្លូវត្រូវប៉ុណ្ណោះទោះត្រីល្អប៉ុណ្ណាក៏ដោយបើនៅក្នុងស្រះក៏មិនអាចទៅឆ្ងាយបានដែរស្រមៃមើលត្រីដែលពូកែហែលខ្លាំងប៉ុន្តែបើទុកក្នុងស្រះតូចទោះវាមានសក្តានុពលប៉ុណ្ណាក៏មិនទៅណាបានឆ្ងាយនោះដែរប៉ុន្តែប្រសិនបើអ្នកយកត្រីដូចគ្នាហើយប្រឡែងវាទៅក្នុងទន្លេឬមហាសមុទ្រវានឹងហែលទៅឆ្ងាយតាមដែលវាចង់បានដែលវាគ្មានដែនកំណត់មនុស្សគឺដូចគ្នាប្រសិនបើអ្នកនៅកន្លែងដែលគ្មាននរណាម្នាក់មើលឃើញគុណតម្លៃរបស់អ្នកនឹងមានអារម្មណ៍ថាគ្មានតម្លៃបើអ្នកនៅជាមួយមនុស្សដែលមិនជឿលើអ្នកនឹងចាប់ផ្ដើមសង្ស័យថាតើអ្នកពិតជាអាចធ្វើវាបានឬអត់ប្រសិនបើអ្នកនៅក្នុងសង្គមដែលចេះតែត្អូញត្អែមានតែអំណាចអវិជ្ជមានអ្នកនឹងមានអារម្មណ៍ឆេះឆួលដោយមិនដឹងខ្លួនប៉ុន្តែបើអ្នកបដូរទៅកន្លែងដែលអ្នកឃើញគុណតម្លៃរបស់អ្នកនឹងចាប់ផ្ដើមភ្លឺស្វាងអ្នកនឹងធំឡើងលឿនប៉ុន្តែបើខុសក៏ងាយរត់ចេញដែរក្នុងសង្គមល្អនឹងមានតែអ្នកគាំទ្របើចង់ធ្វើជំនួញមាននរណាម្នាក់ណែនាំថាគួរចាប់ផ្ដើមពីអ្វីបើបរាជ័យមានអ្នកណាម្នាក់នឹងនិយាយថាវាមិនសំខាន់ទេបើមានគំនិតថ្មីមនុស្សជុំវិញខ្លួននឹងជួយឲ្យកាន់តែឆ្ងាយទៅប៉ុន្តែបើអ្នកនៅក្នុងសង្គមខុសគេនឹងសង្កត់កម្លាំងថាមពលរបស់អ្នកមិនខានប្រសិនបើអ្នកស្ថិតនៅកន្លែងត្រឹមត្រូវអ្នកនឹងអភិវឌ្ឍខ្លួនឯងបានលឿនអ្នកនឹងមានអារម្មណ៍ថាមានថាមពលនិងមានកម្លាំងជំរុញអ្នកនឹងឃើញឱកាសថ្មីដែលមិនធ្លាប់មានពីមុនមកប៉ុន្តែប្រសិនបើអ្នកនៅកន្លែងខុសអ្នកនឹងមានអារម្មណ៍ថាអស់កម្លាំងអ្នកនឹងខ្ជះខ្ជាយពេលវេលាជាមួយនឹងអ្វីដែលអ្នកមិនអាចធំធាត់អ្នកមានអារម្មណ៍ថារកមិនឃើញមានពន្លឺអ្វីទាំងអស់មិនមានទំនុកចិត្តឬមានអារម្មណ៍ថាអ្នកមិនធ្វើអ្វីសោះសាកសួរខ្លួនឯងថាតើនៅត្រង់ណាឬនៅចាំថាត្រីដែលហែលក្នុងសមុទ្រល្អមិនមែនអាំងតូចទេកាំជ្រួចបង្កើតឡើងហោះទៅលើមេឃមិនមែននៅតែលើដីនោះទេនកក៏ដូចគ្នាដែរ3ជំហានដើម្បីស្វែងរកកន្លែងរបស់អ្នកហើយអនុញ្ញាតឲ្យវាល្អបំផុតវាគឺជាការស្វែងយល់ខ្លួនឯងឲ្យបានជ្រៅជាងមុនអ្វីដែលអ្នកធ្វើគឺសប្បាយខ្លាំងណាស់ដែលអ្នកអាចបំភ្លេចពេលវេលាដែលអ្នកធ្វើហើយធ្វើបានល្អជាពិសេសបន្ទាប់មកមនុស្សជុំវិញអ្នកតែងតែមើលរឿងនោះប្រសិនបើអ្នកធ្វើការដើម្បីក្រោកពីដំណេកនៅពេលព្រឹកអ្នកនឹងឃើញថាមពលរបស់អ្នកជារៀងរាល់ថ្ងៃហើយអ្នកមានអារម្មណ៍ថាមានពន្លឺទាំងអស់របស់អ្នកនេះប្រហែលជាមិនមែនជាកន្លែងរបស់អ្នកទេប៉ុន្តែប្រសិនបើអ្នកធ្វើអ្វីមួយអ្នកមានអារម្មណ៍ថារឿងនេះខ្ញុំចូលចិត្តព្យាយាមផ្លាស់ប្ដូរសង្គមដើម្បីលាស់ប្ដូរមនុស្សដែលបាននិយាយជាមួយនឹងអ្នកតើអ្នកធ្លាប់ជួបទេគ្រាន់តែផ្លាស់ប្ដូរក្រុមមិត្តភ័ក្តិឬនិយាយជាមួយមនុស្សថ្មីអ្នកនឹងចាប់ផ្ដើមមើលឃើញពិភពលោកតាមវិធីផ្សេងបើចង់រកស៊ីត្រូវទៅជាមួយមនុស្សដែលរកស៊ីហើយរីកចម្រើនប្រសិនបើអ្នកចង់ធំឡើងក្នុងជួរការងារចូលទៅជាមួយមនុស្សដែលធ្វើការបានល្អជាងអ្នកតាមពិតទៅអ្វីមិនដើរមករកអ្នកដោយចៃដន្យនោះទេប៉ុន្តែអ្នកត្រូវចេញទៅក្រៅហើយព្យាយាមធ្វើអ្វីដែលអ្នកមិនដែលធ្វើបើយូរពេកវានឹងខ្ជះខ្ជាយពេលវេលាបើដឹងថាខុសនឹងចេញភ្លាមប្រសិនបើអ្នកដឹងថាអ្នកត្រឹមត្រូវអ្នកមិនចាំបាច់ខ្ជះខ្ជាយពាក់កណ្ដាលទីនោះទេប្រសិនបើអ្នកធ្វើពាក់កណ្ដាលនៃពាក់កណ្ដាលអ្នកនឹងខ្ជះខ្ជាយពេលវេលាប្រសិនបើអ្នកធ្វើបែបនេះអ្នកនឹងមិនមានការអភិវឌ្ឍអ្វីធ្ងន់ធ្ងរនោះទេបើចង់រកស៊ីតែមិនប្រឹងប្រែងឲ្យអស់ពីសមត្ថភាពនោះអ្នកនឹងមិនទៅណាឆ្ងាយនោះទេបើអ្នកចង់ផ្លាស់ប្ដូរជីវិតរបស់អ្នកប៉ុន្តែនៅតែស្ទាក់ស្ទើរគ្រប់យ៉ាងបើអ្នកមិនជ្រើសរើសច្បាស់លាស់ទេជីវិតអ្នកនឹងស្ថិតក្នុងរង្វង់ដដែលជាមិនខានអ្នកដែលចង់ចេញពីការងារជាប្រចាំទៅធ្វើជំនួញប៉ុន្តែនៅតែចាប់ត្រីពីដៃទីបំផុតនៅតែមិនរីកចម្រើនទៅណាអ្នកដែលចង់អភិវឌ្ឍខ្លួនប៉ុន្តែនៅតែចំណាយពេលជាមួយនឹងរបស់ដែលមិនបានផ្ដល់ចំណេះដឹងនោះទេវាមិនបង្កើនគុណតម្លៃឲ្យខ្លួនឯងឡើយ Comfort Zone ឆ្នាំនេះក៏ដូចឆ្នាំមុននិងឆ្នាំក្រោយក៏នៅតែដូចឆ្នាំនេះដែរបើហត់ហើយមើលមិនឃើញលទ្ធផលគួរប្ដូរផ្លូវមិនមែនដើរលេងកន្លែងដដែលខណៈអ្នកនៅតែស្ទាក់ស្ទើរថាតើគួរធ្វើវាល្អឬមិនល្អប្រសិនបើអ្នកចង់ជោគជ័យអ្នកនឹងត្រូវសម្រេចចិត្តប្រសិនបើអ្នកមិនជ្រើសរើសអ្វីទេនៅទីបញ្ចប់គ្រប់ឱកាសទាំងអស់នឹងកន្លងផុតទៅដោយឥតប្រយោជន៍
បើអ្នកចង់ធ្វើអ្វីមួយឲ្យបានម៉ត់ចត់ត្រូវជ្រើសរើសហើយបោះវាចេញមកកុំទុកឲ្យខ្លួនឯងចំណាយពេលគ្មានគោលដៅបើចង់ជោគជ័យត្រូវដើរដល់ទីបញ្ចប់នោះអ្នកនឹងមានគោលដៅច្បាស់លាស់បូករួមនឹងចំណុចប្រសពបើគ្មានគោលដៅទេគឺចាញ់ដោយគ្មានផ្លូវត្រូវទៅតែបើមានគោលដៅមិនផ្ដោតអ្នកនឹងដើរយឺតតែបើអ្នកមានគោលដៅច្បាស់លាស់នឹងផ្ដោតនោះអ្នកនឹងជោគជ័យលឿនដូចជាគ្រាប់រ៉ុកែតដឹងពីកន្លែងដែលអ្នកចង់ទៅឧបមាថាចង់មានចំណូលក្នុងមួយខែ$3,000ឥឡូវនេះត្រូវទៅធ្វើនៅណាទៅដល់ទីនោះបើចង់មានមុខជំនួញផ្ទាល់ខ្លួនរកស៊ីអ្វីរៀនបន្ថែមអ្វីចង់មានរបៀបរស់នៅឯករាជ្យត្រូវរកលុយបានប៉ុន្មានកាត់រឿងដែលមិនចាំបាច់ឈប់ខ្ជះខ្ជាយពេលវេលាដែលមិននាំអ្នកទៅមុខឈប់ធ្វើអ្វីគ្រប់យ៉ាងក្នុងពេលតែមួយរហូតដល់គ្មានអ្វីច្បាស់លាស់ឈប់ចំណាយពេលវេលាជាមួយរឿងដែលមិនសំខាន់ជោគជ័យមិនមែនបានមកពីការបំផុសគំនិតទេតែមកពីវិន័យច្បាស់លាស់មិនបាច់រងចាំពេលមានអារម្មណ៍ថាចង់ធ្វើទេតែត្រូវធ្វើវាឲ្យទៅជាទម្លាប់មិនមែនចាំតែធ្វើតាមអារម្មណ៍នោះទេធ្វើវាឲ្យដូចការដុសធ្មេញពេលព្រឹកឡើងគឺត្រូវធ្វើវាឲ្យទៅជាទម្លាប់ដោយស្វ័យប្រវត្តិឬធ្វើវាឲ្យទៅជានិស្ស័យហើយប្រសិនបើអ្នកចូលចិត្តខ្លឹមសារបែបនេះកុំភ្លេចចុច like តាមដានចែករំលែកបើអ្នកមិនទាន់បានចុច Subscribe សូមចុចឥឡូវនេះដើម្បីកុំឲ្យខកខាននៅវីដេអូថ្មីៗបន្តទៀតជួបគ្នានៅវីដេអូបន្ទាប់សូមអរគុណ